vậy vì tha ai ta đòn màu cha cứ nhưng mà đại phật tế màu tiền đó bong bổ ơi cha ca chấm ấn bài chấm ấn tật nắng cha cha hay muôn nâng nhom đam bài cứ nhom phệ chân cứ nhom thử đó chẳng đó ai ở xa cha muôn nâng dương chập đam bài á là bong bổ đặc ni hay na môi tiết bây giờ đam bài dương mơ tơ tha chẳng bài dương còn mình lõ hay mơ tơ sật tật khmau dương tới cả hộp bài cô với mình chẳng anh tê bong bổ chaប៉ុន្តែមិនថ្មីទេទោះបីជាខ្ញុំមានពិការភាពយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែចាស្អិតស្អាងការរៀបចំទុកដាក់ចានចក្រានជើងឆ្នាំងបានដូចគេដូចឯងចឹងណាបងប្អូនចាដូចខ្ញុំប្រាប់ចឹងថាវាមិនអាចទៅ100%ដោយមនុស្សទូទៅទេចាប៉ុន្តែអ្វីដែលយើងអាចធ្វើបានយើងចេះតែធ្វើទៅចាហើយភាគច្រើនការលាងចានរបស់ខ្ញុំគឺលាងឆ្នាំងគឺធ្វើយ៉ាងម៉េចឲ្យងាយស្រួលដល់រូបនាងខ្ញុំផ្ទាល់តែម្ដងចាយើងធ្វើមិនធ្វើទៅចាដើម្បីយើងងាយស្រួលខ្លួនយើងអញ្ចឹងណាបងប្អូនទោះបីជាដាក់លើនឹងក៏ដោយឬមិនដាក់លើនឹងក៏ដោយតែធ្វើយ៉ាងម៉េចឲ្យតែស្អាតឆ្នាំងបាយរបស់យើងទៅបានហើយចាហើយបងប្អូនគាត់ថាពីការចឹងដាំបាយមិនកើតចាឥឡូវជាក់ស្ដែងការធ្វើអំពីទស្សនវិជ្ជាសកម្មភាពរបស់ខ្ញុំជាប្រចាំថ្ងៃរបស់ខ្ញុំចាគឺខ្ញុំធ្វើបែបនេះជាទូទៅជារាល់ថ្ងៃអញ្ចឹងណាបងប្អូនទាំងគ្នាចាឥឡូវយើងឃើញថាចានឆ្នាំងរបស់ខ្ញុំដោះលាងរួចរាល់ហើយដោះទាំងសាប៊ូដោះអីចឹងទៅហើយក៏ខ្ញុំថតកាត់ទេអំពីការជំរះចានឆ្នាំងរបស់ខ្ញុំនឹងឯងបងប្អូនទាំងគ្នាចាហើយភាគច្រើននៅពេលដែលខ្ញុំចាប់ដើមមកដាំបាយគឺមុនដំបូងគឺខ្ញុំត្រូវលាងដៃបន្តិចសិនខ្លាចវាទៅជាប់ដីជាប់អីទៅពេលយើងបង្វិលអាតេះចឹងណាបងប្អូនទាំងគ្នាចាបន្តមកយើងមកចាប់ដើមលាងអង្ករតែម្ដងបងប្អូនទាំងគ្នាមុនដំបូងថាហ្មងដាក់ធុងប៉ុន្តែនឹកឃើញថាអូអាទឹកហ្នឹងយើងទុកសម្រាប់ឲ្យគោស៊ីឲ្យចឹងទៅណាអញ្ចឹងក៏ខ្ញុំរៀងស្ងាត់ចិត្តខ្ញុំក៏ចាប់ដើមលាងទឹកអង្ករនោះចាក់ចោលយកតែម្ដងបងប្អូនទាំងគ្នាចានិយាយពីថាខ្ជិលមហាសិនខ្ជិលបងប្អូនទាំងគ្នាចាហើយសម្រាប់ការលាងអង្ករគឺមុនដំបូងខ្ញុំត្រូវលាងដៃស្អាតសិនបងប្អូនទាំងគ្នាទើបខ្ញុំមកចាប់ដើមលាងអង្ករយកតែម្ដងបងប្អូនទាំងគ្នាយើងអត់ដឹងថានៅពេលដែលយើងបង្វិលជាប់អីខ្លះមកចឹងណាបងប្អូនទាំងគ្នាចាខ្លះវាជាប់ដីអីតិចអីនៅជាប់ដៃយើងចឹងប៉ុន្តែយើងមុននេះយើងលាងឲ្យស្អាតសិនទៅចាប់ដើមយើងលាងអង្ករយកតែម្ដងបងប្អូនទាំងគ្នាចាហើយគឺលាងអង្ករលើកនេះគឺខ្ញុំចាក់នៅចោលតែម្ដងបងប្អូនទាំងគ្នាខ្ញុំអត់បានយកទុកទេដោយសារខ្ញុំខ្ជិលទៅយករបស់ដែលដាក់ទឹកណាដាក់ទឹកអង្ករបងប្អូនទាំងគ្នាចាពេលច្រើនពីជំនាន់មុនគេថានៅពេលដែលយើងលាងអង្ករទុកទឹកអង្ករនោះទុកឲ្យគោស៊ីជ្រូកស៊ីអីចឹងណាបងប្អូនតែសម្រាប់ខ្ញុំគឺអត់ទេបងប្អូនទាំងគ្នាដាក់រួចពីដៃនឹងឯងតាឥឡូវនេះគឺខ្ញុំទៅចាប់ដើមទៅបកាត់ភ្លើងកាត់អីហើយអ្វីដែលបងប្អូនឃើញមានបាយមានអីគោនេះគឺខ្ញុំថតកាត់កែទេចាហើយបានបកាត់ភ្លើងឲ្យបងប្អូនបានទស្សនានៅវីដេអូរបស់ខ្ញុំទេចាខ្ញុំថតយកតែប្លង់ដែលឆ្អិនយកតែម្ដងបងប្អូនទាំងគ្នាចាជាគេថាបាយរបស់យើងចាប់ដើមរីងទឹកហើយគឺខ្ញុំមកដាក់ជាប់ទេបងប្អូន